ហ៊ុនម៉ាណែតបណ្ឌិតដាំស្ពៃហ៊ុនម៉ាណែតជាមេដឹកនាំកំពុងស្ពាយសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចតែគ្មានចំណេះជំនាញសេដ្ឋកិច្ចពិតប្រាកដក្នុងការដឹកនាំហើយបន្តមរតករបស់ឪពុកទៅអោបជើងចិនពឹងដង្ហើមចិនដកហ៊ុនម៉ាណែតបានប្រកាសចូលរួមគាំទ្រគោលនយោបាយចិនតែមួយហើយបានប្រគល់សេដ្ឋកិច្ចទៅឲ្យចិនចាត់ចែងរួមទាំងក្រសួងមួយចំនួនវាស្មើប្រគល់កម្ពុជាទៅឲ្យចិនគ្រប់គ្រងនៅពេលអាមេរិកដាក់ទណ្ឌកម្មលើទំនិញកម្ពុជានាំចូលអាមេរិកចំនួន 49% ហ៊ុនសែនហ៊ុនម៉ាណែតចង់ឌឺដាក់អាមេរិកដោយគិតថាចិនអាចជួយបានទើបកាលពីថ្ងៃទី17ខែមេសានេះបានរៀបចំកម្មវិធីយ៉ាងហឹកហាក់ផ្អើលដល់អង្គព្រះមហាក្សត្រចេញមកទទួលលោកស៊ីជីនពីងប្រធានាធិបតីចិនមកទស្សនៈនៅកម្ពុជាតែអ្វីដែលកម្ពុជាទទួលបានពីចិននោះចិនជួយឲ្យកម្ពុជាខ្ចីលុយហើយត្រកូលហ៊ុនបានលុយមកការពីអំណាចបន្តពូជជាពលរដ្ឋរឹតតែវេទនាព្រោះបំណុលវ៉ាន់ករងទុកគ្រប់បែបយ៉ាងហើយនៅបង្ខំចិត្តនិយាយពាក្យអគុណសន្តិភាពដើម្បីរស់ត្រកូលហ៊ុនខំសบายចិត្តស្មានតែចិនអាចជួយបានមានអីអាមេរិកដាក់ទណ្ឌកម្មថ្មីថែមមួយទៀតគឺការដំឡើងពន្ធនាំចូលបន្ទះសូឡាពីកម្ពុជាចូលអាមេរិកចំនួន 3,521% ដូច្នេះត្រកូលហ៊ុនគិតខុសហើយទៅអោបជើងចិនសុំដង្ហើមចិនដកនោះព្រោះកម្ពុជាមានប្រវត្តិហើយថារបបដែលទៅពឹងចិនតែងរលាយហើយជំពាក់បំណុលចិនទៀត